របៀប export និង import មានន័យថា export និង import វាមិនខុសពី backup និង restore ទេប៉ុន្តែ export និង import យើងអាចធ្វើការជ្រើសរើសនៃ option ណាមួយបានប៉ុន្តែបើធ្វើការ backup គឺ backup ទាំងអស់តែម្ដងខុសគ្នាបាទអញ្ចឹងខ្ញុំបើក Microsoft ISA server តោះមកខ្ញុំជ្រើសរើសតែ backup តែ option មួយឈ្មោះថា firewall policy ទេអញ្ចឹងក្រោយខ្ញុំអត់ backup ទេខ្ញុំ backup តែមួយហ្នឹងទេតោះមកខ្ញុំសាកល្បងលុបមួយឈ្មោះថា block LAN to WAN ហើយខ្ញុំដំបូងខ្ញុំ export ចោល export ចេញសិនគឺខ្ញុំ right click លើវាយកពាក្យថា export អញ្ចឹងនៅក្នុង line ហ្នឹងគឺវាអត់មានពាក្យថា backup ទេអញ្ចឹងគឺខ្ញុំយកពាក្យថា exportតែហ្នឹងទៅ export firewall អញ្ចឹងការ export ចេញវាអត់មានទាមទារយើងដាក់ password ទេតោះមកខ្ញុំចូលតាមលុបបាទអញ្ចឹងអត់មានទេក្រោយខ្ញុំបានលុបហើយខ្ញុំចាប់តាម restore import វាចូលវិញអញ្ចឹងជួយទៅលើ firewall policy យកពាក្យថា import មកថាហៅវាបញ្ចូលមកវិញអញ្ចឹងខ្ញុំ click ទៅលើ switch របស់ export firewall យកពាក្យថា import អញ្ចឹងនៅពេលនោះពាក្យថា block LAN to WAN ត្រូវបានត្រឡប់មកវិញអញ្ចឹងក្នុងការយើង export និង import ត្រូវបាន